រណាស់បងប្អូនកម្រឃើញកីឡាករណាអាចវាយកីឡាករពេជ្រអាទិទេពរាប់ណាស់ហើយការប្រកួតប៉ះគ្នាជាមួយនឹងយ៉ាស៊ិនយប់មិញនេះពេជ្រអាទិទេពរាប់រហូតដល់3លើកបងប្អូនចឹងតាក់ទងជាមួយនឹងកម្មវិធី The Battle of Three Kingdom យប់មិញនេះការប្រកួតវគ្គផ្ដាច់ព្រាត់ទាំងអស់គឺមាន2គូដោយក្នុងនោះពេជ្រសម្បត្តិប៉ះជាមួយនឹងធនមិញហុងលទ្ធផលឈ្នះបន្ទុកនិងគូឯកគឺយ៉ាស៊ិនប៉ះជាមួយនឹងកីឡាករពេជ្រអាទិទេពជាងការប្រកួតយប់មិញនេះចូលរួមសោកស្ដាយដែរសម្រាប់ពេជ្រអាទិទេពប៉ុន្តែឃើញថាគាត់ប្រឹងប្រែងធ្វើបានល្អមែនទែនហើយការប្រកួតយប់មិញនេះទឹក1គឺយ៉ាស៊ិនវាយរាប់ភាសាចុងទឹក3វាយរាប់ភាសានិងចុងទឹក4វាយរាប់ភាសាទៀតហើយចូលដល់ទឹក5ឃើញលោកគ្រូពេជ្រសុផាន់ធ្វើដៃជាសញ្ញាដើម្បីឲ្យអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតហើយបើតាមចិត្តកីឡាករពេជ្រអាទិទេពយប់មិញនេះគឺគាត់អត់ឈប់ទេបងប្អូនហើយការប្រកួតយប់មិញនេះបើសិនជានៅតដល់ទឹក5ក៏នៅតែចាញ់យ៉ាស៊ិនដែរទី1គឺគាត់រាប់3ដងហើយទី2ស៊ូសរបស់គាត់គឺអស់អ្នកទាំងពីរយប់មិញមើលទៅរាងកាយមើលទៅលើស៊ូសគឺយ៉ាស៊ិនគេធំជាងរាងកាយរបស់គេល្អហើយស៊ូសរបស់គេកម្លាំងរបស់គេក៏ល្អជាងកីឡាករពេជ្រអាទិទេពដែរហើយក្បាច់របស់គេក៏ច្រើនជាងតែទោះបីជាយ៉ាងណាក៏សរសើរសម្រាប់ទឹកចិត្តរបស់ពេជ្រអាទិទេពគាត់ស៊ូខ្លាំងមែនតើអញ្ចឹងបើខុសពីពេជ្រអាទិទេពអាចនឹងបោះបង់ការប្រកួតតាំងពីទឹក2ទឹក3បងប្អូនប៉ុន្តែអត់ទេពេជ្រអាទិទេពនេះគឺគាត់ស៊ូខ្លាំងមែនតើហើយចូលផ្លែអាវុធរបស់យ៉ាស៊ិនក៏ច្រើនយ៉ាស៊ិនជំនាញនេះគឺគេវាយឆ្លាតគេវាយបោះជង្គង់ចេញចូលលឿនជាងកីឡាករពេជ្រអាទិទេពក៏រៀងយឺតជាងនឹងតាក់ទងជាមួយនឹងយ៉ាស៊ិនមកប្រកួតជំនាញនេះល្អសឹងថានឹកស្មានមិនដល់បងប្អូនអញ្ចឹងគីឡូ54គឺគាត់ល្អហើយឡើងមក57នៅតែល្អទៀតអញ្ចឹងសម្រាប់ទម្ងន់57នេះតើបងប្អូនគិតថាគួរតែដាក់កីឡាករគុណខ្មែររបស់យើងរូបណាស័ក្តិសមសូមចូលរួមធ្វើការ comment នៅខាងក្រោមវីដេអូនេះទាំងអស់គ្នាហើយជាចុងក្រោយខ្ញុំបាទក៏សូមអរគុណសម្រាប់ការចូលមកតាមដានស្ដាប់នៅវីដេអូនេះកុំភ្លេចជួយ follow និង share ចែករំលែកនៅវីដេអូនេះម្នាក់មួយផងជួបគ្នាវីដេអូថ្មីក្រោយទៀត